cái សម្រាប់វីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញអំពីការ design form student មួយចូលទៅតែមាន control ជាច្រើនចម្រុះគ្នានៅក្នុងហ្នឹងអញ្ចឹងនៅក្នុងនេះអឺយើងប្រើប្រាស់ toolbox ដើម្បីធ្វើការបង្ហាញដើម្បីធ្វើការ design នៅលើ form អញ្ចឹងនៅក្នុង form នៅលើ form នេះខ្ញុំអូខេសូអស់មកអញ្ចឹងក្នុងនេះខ្ញុំទីមួយខ្ញុំយក label មួយមកគូអញ្ចឹងនាងឲ្យវា search នេះទៅលឿន label អញ្ចឹង label ជានៅក្នុង label ខ្ញុំចូលទៅកាន់ property នៅត្រង់ text នេះខ្ញុំសរសេរខ្ញុំដាក់ថាទម្រង់okay form for insert record of student okayជាមួយចឹងខ្ញុំបានចឹងមកខ្ញុំធ្វើការបដូរ font អក្សរវាអូខេនៅត្រង់ property font នេះគឺយើងធ្វើការជ្រើសរើស preferred font ឲ្យវាទៅតាម preferred font ដែលយើងតែមាននៅក្នុងកម្មវិធីអូខេចឹង font នេះខ្ញុំយក font ប្រភេទនេះ size របស់វានេះគឺខ្ញុំយក26អូខេមកអញ្ចឹងខ្ញុំបានទម្រង់ form មួយនេះហើយខ្ញុំដាក់ទៅលើមកអញ្ចឹងនៅក្នុងមួយទៀតខ្ញុំយក label មកគូទៅដែរយក label អូខេ label យកមកខ្ញុំដាក់ថា ID អូខេអញ្ចឹងខ្ញុំចូលទៅកាន់text របស់យើងដាក់ថា ID អូខេអញ្ចឹងខ្ញុំបាន ID មួយបន្តមកទៀតខ្ញុំយក text ច្បក់មួយមកគូយក text ច្បក់វាយ text មកនេះ text ច្បក់ខ្ញុំគូយកប្រវាយនេះចុះបន្តមកក្នុង text ច្បក់នេះខ្ញុំដូរអូខេអញ្ចឹង select លើវាទាំងពីរមកហើយធ្វើការកំណត់ font តែមួយសារឲ្យហើយណាអូខេចូលទៅកាន់ font ហើយនៅក្នុង font នេះខ្ញុំដាក់ខ្មែរ OS freehand អូខេខ្មែរ OS freehand size របស់វាខ្ញុំយក14អូខេមកអញ្ចឹងយើងបានវាបីអូខេអញ្ចឹងយើងដាក់ប្រវាយនេះវាគ្នាអូខេអូខេអញ្ចឹងអូខេខ្ញុំដាក់ប្រវាយនឹងវាគ្នាចឹងតមកទៀត select លើវាទាំងពីរហើយធ្វើការ copy ដោយចុច control ឲ្យជាប់ហើយយក mouse ចុចលើវាអូសទាញតម្លាក់មកអូខេអញ្ចឹងយើងបានពីរអញ្ចឹងនៅត្រង់នេះគឺខ្ញុំដាក់ថា name អូខេ name អូខេខ្ញុំដាក់ថា name អូខេអញ្ចឹងកន្លែងនេះយើងឲ្យស្មើគ្នាជាមកហើយធ្វើការ copy វាទាំងពីរហ្នឹងមកអូខេអញ្ចឹងនៅត្រង់នេះខ្ញុំដាក់ថា page set ហើយមួយទៀតនៅត្រង់នេះខ្ញុំដាក់ date of birth អូខេ date of birth អូខេតម្រង់វាត្រង់ឲ្យត្រូវគ្នាមកពីលើមកបន្តមកទៀតនៅត្រង់នេះនៅត្រង់ពីរនេះអូខេហ្នឹងហើយពីរនេះយើងអាចដូរវាទៅចេះមួយនៅត្រង់ page នេះដោយសារ page វាមានតែពីរគឺស្រីនិងប្រុសអញ្ចឹងខ្ញុំប្រើប្រាស់ combo box វិញអូខេ y combo box ជាងយក combo box យកមកគូនអូខេ combo box ហើយចំណែក combo box នេះខ្ញុំគូនៅអូខេហ្នឹងហើយចឹងនៅក្នុង combo box យើងអាច add value ចូលបានដោយចុចទៅលើសញ្ញាពណ៌ខ្មៅនេះមួយហើយយក edit item ចឹងនៅក្នុង edit item នេះខ្ញុំអាចដាក់ male អូខេចុចតមួយ female ហើយអូខេមកហើយចំណែក date time នេះគឺយើងអាចប្រើប្រាស់ទៅលើ control មួយដែលមានឈ្មោះថា date time picker date time
ok picker នេះអញ្ចឹងយក datetime picker នេះយកមកគូ datetime picker នេះមានទម្រង់ដូចទៅនឹង text box combo box ដែរតែវាមានឲ្យយើងជ្រើសរើសទៅលើថ្ងៃខែឬស្វ័យប្រវត្តិនៅក្នុងហ្នឹងអូខេអញ្ចឹងនៅត្រង់នេះ slide លើវាទាំងពីរធ្វើការកំណត់ទៅលើភេទអក្សរដែលយើងចង់បានខ្មែរ OS free hand ហើយ size របស់វាយក14អូខេអញ្ចឹងលើកទាញវាត្រូវគ្នាមកទៅត្រូវគ្នាហើយយើងបានប៉ុណ្ណឹងហើយបន្តមកទៀតខ្ញុំធ្វើការ copy combo box មួយ combo box នៅខាងលើយកមកដាក់អូខេមកត្រូវជាមួយនឹងអូខេត្រូវជាមួយនឹងនេះអូខេ copy label មួយទៀតមកអញ្ចឹងនៅក្នុងនេះខ្ញុំដាក់ថា level អូខេ level ចឹងនៅក្នុង level យើងអាចដូរ item មួយវាដូរ item មួយវាដាក់ឧទាហរណ៍ថា level យើងមាន bachelor bachelor ok bachelor degree associate degree certificate 1 certificate 2 certificate 3អូខេយើងឧទាហរណ៍ថាយើងមាន3 level ហ្នឹងហើយខ្ញុំអូខេមកជាមួយទៀតខ្ញុំធ្វើការ copy វាទៅមួយទៀតខ្ញុំដាក់នៅខាងនេះម្ដងដោយដាក់ថានៅក្នុងនេះគឺ special ឯកទេស specialty អូខេ specialty ចឹងឯកទេសវាមានអីគេវាមានឧទាហរណ៍ថាវាមាន information technology accounting bank and finance electronic okay English ជាដើមនឹងមានជំនាញផ្សេងទៀតដែរដូចជា admin management marketing អូខេនឹងមានជំនាញផ្សេងទៀតអូខេអញ្ចឹងខ្ញុំអូខេមកអញ្ចឹងនៅត្រង់ special នោះគឺមានប៉ុណ្ណឹងបន្តមកទៀតគឺ year អូខេអញ្ចឹងកន្លែងនេះខ្ញុំដាក់ថា year អូខេ year អញ្ចឹងនៅក្នុង year នេះយើងអាចធ្វើការដាក់ឲ្យវាឆ្នាំ year នេះតំណាងខ្ញុំតំណាងឲ្យឆ្នាំទី1ទី2ទី3ទី4អញ្ចឹងយើងមានឆ្នាំទី1ឆ្នាំទី2ឆ្នាំទី3ឆ្នាំទី4ហើយនៅឆ្នាំទី5ឆ្នាំទី6ឆ្នាំទី5និងទី6នេះគឺអនុឌិតនិងបណ្ឌិតអូខេអញ្ចឹងខ្ញុំអូខេមកអញ្ចឹងយើងអាច insert copy វាបន្តទៀតដោយដាក់ក្នុងនេះខ្ញុំដាក់ថា batch អញ្ចឹងនៅក្នុង batch នេះខ្ញុំដាក់ឆ្នាំសិក្សាខ្ញុំដាក់2024អូខេ2025ដល់2026ហើយនឹង20262027
ទៅ2028 អូខេអញ្ចឹង2020ហើយទៅមក2028ដល់2029ហើយនឹង2029ទៅឆ្នាំ2030ខ្ញុំដាក់ប៉ុណ្្នឹងសិនអូខេតមកទៀតគឺពេលសិក្សាអញ្ចឹងក្នុងនេះពេលសម្រាប់ពេលសិក្សានេះខ្ញុំដាក់ SIF អូខេ SIF ក្នុងវេនសិក្សាយើងមានឧទាហរណ៍យើងមាន3វេនក្នុងមួយសប្តាហ៍ជាងទី1មាន Monday and Friday អូខេ morning អូខេតមកទៀត Monday ដដែល Monday and Friday evening អូខេចឹងកន្លែងនេះ2ដាក់2ទៅពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រtrue មួយទៀតគឺថ្ងៃសៅរ៍ Saturday and Sunday អូខេយើងមាន3វេនហ្នឹងអញ្ចឹងខ្ញុំអូខេអញ្ចឹងយើងបាន3វេនអូខេអញ្ចឹងខ្ញុំលើកវាខាត់ទៅលើបន្តិចមកអញ្ចឹងក្នុងនេះគឺខ្ញុំប្រើប្រាស់ទៅលើ tool មួយគេដាក់ថា data preview សម្រាប់ធ្វើការបង្ហាញទិន្នន័យ data preview អូខេអញ្ចឹងខ្ញុំមាន data preview នេះខ្ញុំធ្វើយក data preview នេះមកធ្វើការគូសនៅលើហ្នឹងគូសនៅលើ form ហ្នឹងបាទអញ្ចឹងខ្ញុំបាន data preview មួយដែលប្រើសម្រាប់ធ្វើការបង្ហាញទិន្នន័យនៅលើ form មួយហ្នឹងអូខេអញ្ចឹងនៅក្នុងនេះខ្ញុំធ្វើការ add ទៅលើប៊ូតុងចូលមួយចំនួនទៀតគឺមានប៊ូតុងខ្ញុំធ្វើការ add ទៅលើប៊ូតុងចំនួន3អញ្ចឹងខ្ញុំតបថាប៊ូតុងចំនួន3បញ្ចូលមកអញ្ចឹងខ្ញុំប្រាប់យកប៊ូតុងមកគូអូខេប៊ូតុងដាក់ប៉ុណ្ណេះហើយនៅក្នុងប៊ូតុងនេះខ្ញុំធ្វើការដាក់ឈ្មោះឲ្យវាខ្ញុំដាក់ថា save អូខេហើយតមកទៀតដូរប្រភេទអក្សរវាឲ្យមកអញ្ចឹងកំណត់ប្រភេទអក្សរវាឲ្យខ្ញុំយកខ្មែរ OS freehand សាយរបស់យើងដាក់14អូខេមិនប៉ុណ្ណឹងហើយធ្វើការ copy វាអូខេយកទំនុកនេះចុះហើយធ្វើការ copy វាដោយធ្វើការដូរនៅត្រង់ text នេះដាក់ថា edit តមកទៀត copy វាមួយទៀតដោយធ្វើការដូរនៅត្រង់ text នឹងដដែលដាក់ថា delete ចឹងខ្ញុំប្រើប្រាស់ប៊ូតុងចំនួន3ដើម្បីធ្វើការsave edit ហើយនិង delete ចំណែកឯ search យើងនឹងធ្វើការ search ចេញពីការ select ទិន្នន័យនៅលើ data preview តែម្ដងអូខេអញ្ចឹងសម្រាប់ការ design form នេះគឺយើងអាចធ្វើការដូរទៅលើទម្រង់ form ឬក៏ការចាប់ផ្ដើមនៃ form អញ្ចឹងដោយចូលទៅកាន់ property របស់ form ចុចទៅលើ form មកចំណុចត្រង់ចំណុចប្រទេសហ្នឹងកន្លែង property Windows Stand នេះគឺការចាប់ដើមទម្រង់ form តើយើងចាប់ដើមជាមួយនឹងទម្រង់ form មួយណា normal មានន័យថា form ទម្រង់ធម្មតាចំណែកឯ minimize គឺការលាក់ form ក្នុងនេះខ្ញុំយក maximize អញ្ចឹងនៅក្នុងទម្រង់ maximize នេះយើងត្រូវគិតពី control ទាំងអស់នេះអញ្ចឹងបើចូលនៅក្នុងទម្រង់ maximize យើងត្រូវគិតពី control ទាំងនេះអញ្ចឹងខ្ញុំធ្វើការ select លើ control ទាំងអស់ហ្នឹងបន្ទាប់មកទៀតទៅរក property មួយដែលមានឈ្មោះថា anchor ហើយនៅក្នុង anchor នេះគឺយើងធ្វើការដកទៅលើ text ទាំងអស់នេះមក
ដកវាចោលមកហើយធ្វើការ save វាមួយ save form អូខេបន្តមកទៀតគឺយើងចូលទៅកាន់ data grid view នេះអញ្ចឹងនៅក្នុង data grid view នេះគឺយើងធ្វើការកំណត់ property នៅត្រង់ answer នឹងដែរតែកំណត់ copy control ខាងលើអញ្ចឹងដោយការ touch ទៅលើខាងឆ្វេងមួយដកខាង top នេះគឺដកចេញបន្តមកទៅខាង bottom ហើយនឹង right អូខេអញ្ចឹង form នេះគឺយើងចាប់ដើម start ដំបូងសាកមើលហើយយើងអាចធ្វើការមួយទៀតយើងអាចធ្វើការដូរផ្ទៃមានន័យថាដូរផ្ទៃរបស់ background នឹងបានដោយការចុចទៅលើform នឹងហើយទៅរក property មួយដែលមានឈ្មោះថា back color សម្រាប់ធ្វើការដាក់ពណ៌ឲ្យផ្ទៃ background អូខេអញ្ចឹងចូលទៅកាន់ back color ចូលទៅកាន់ property នឹងមកហើយជ្រើសរើសក្នុងនេះវាមាន custom វាមាន verb ហើយនិង system អញ្ចឹងក្នុងនេះយើងយក custom គឺទៅ page ពណ៌ដែលយើងចង់បានអូខេអញ្ចឹងខ្ញុំយកពណ៌ត្រួយចេកភ្លាវណាអូខេខ្ញុំយកត្រួយចេកភ្លាវមួយមកហើយខ្ញុំ save វាមួយហើយខ្ញុំធ្វើការ start form នឹងសាកមើលអូខេអញ្ចឹងយើងឃើញថានៅក្នុងការចាប់ដើម form របស់យើងគឺមានទម្រង់បែបនេះគឺយើងចាប់ដើមមកគឺយើងមានទម្រង់បែបហ្នឹងគឺ control ទាំងអស់ស្ថិតនៅកណ្ដាលហើយនឹង data grid view គឺយើងសូពេញអេក្រង់ផ្នែកខាងក្រោមបាទអញ្ចឹងសម្រាប់ការ design form មួយនេះគឺសូមបង្ហាញត្រឹមហ្នឹងសម្រាប់ព័ត៌មានពាក់ព័ន្ធជាមួយនឹង form ផ្សេងៗយើងនឹងបន្តនៅត្រង់ step បន្តទៀតហើយបើចង់បានវីដេអូថ្មីអំពីមេរៀនពាក់ព័ន្ធជាមួយនឹងជំនាញ computer ទាំងនេះកុំភ្លេចចុច subscribe like ហើយនិង follow ម្នាក់មួយបាទសូមអរគុណ